សួស្តីសូមជំរាបជូនបងប្អូនប្រុសស្រីទាំងឡាយក្នុងពេលនេះលំចៅរស់សេរីកំពុងបង្ហាញរូបភាពថ្នាំឈឺស្លាកដៃជើងឈឺឆ្អឹងឈឺឆ្អែងឈឺពេញខ្លួនពេញមកខ្លួនប្រាណរបួសឈឺសាច់ដុំហៅថាបល័យសូនជាមួយទឹកឃ្មុំហ្នឹងណាធ្វើថ្នាំឈឺសាច់ដុំជាមួយឈឺឆ្អឹងឈឺឆ្អែងហ្នឹងព្រោះឲ្យបល័យវាក្តៅតែយើងសូនអញ្ចឹងបានយើងស្រួលនឹងឆាន់បើថាមិនសូនទេវាបាក់ឆាន់ដែរហ្នឹងណាបាក់ឆាន់ដែរយើងសូនហើយបល័យនេះយកមកពីពេញណាបល័យធម្មជាតិអូស្ត្រាលីយើងដែលគេអូស្ត្រាលីយើងដូចជាអត់មានទេសូនផងហិតផងមកពីអីមកពីឈ្ងុយអានេះសូមបានតែធ្វើខ្លួនឯងឆាស់ខ្លួនឯងទេបើថាសូនឲ្យគេគឺថាអត់ទេអានេះក៏ជាបង្ហាញរូបភាពឲ្យញាតិញោមទាំងអស់គ្នានឹងធ្វើតែឯងទៅធ្វើខ្លួនឯងទៅហ្នឹងហើយនៅបល័យសូនជាមួយទឹកឃ្មុំសម្រាប់ធ្វើថ្នាំឈឺឆ្អឹងឈឺឆ្អែកឬឈឺសាច់ដុំហើយមានទៀតនាំការពារសុខភាពផ្សេងទៀតនឹងបើយើងហូបថ្នាំពេទ្យទៅវាហូបច្រើនទៅវាធ្វើឲ្យយើងនឹងឈឺក្រពះដែរដូច្នេះហើយយើងត្រូវតែថែទាំសុខភាពទាំងអស់គ្នាបើចង់មានជីវិតរស់នៅសុខភាពល្អយើងត្រូវតែថែទាំសុខភាពនឹងហើយចង់បានអនាគតល្អយើងត្រូវតែធ្វើនៅអំពើល្អនឹងអំពើល្អទៅបានយើងជាផុតអំពីអំពើអាក្រក់បើយើងធ្វើនៅអំពើអាក្រក់វាធ្វើឲ្យយើងនឹងវិលវត្តសង្សារនៅវិលកើតវិលស្លាប់ម្ដងកើតម្ដងស្លាប់វាវត្តសង្សាររកទីបំផុតអត់មានទេដូច្នេះយើងត្រូវតែធ្វើនៅអំពើល្អដើម្បីសន្សំកុសលទុកអនាគតរបស់យើងព្រោះថាការកើតការឈឺនិងការស្លាប់នឹងគឺថាទៅបីយើងថែទាំបណ្ណាទៅបីយើងការពារបណ្ណាទៅបីយើងរស់នៅប្រទេសណាក៏ដោយទៅបីយើងខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចជៀសផុតអំពីការកើតការឈឺនិងការស្លាប់បានទេមានតែយើងធ្វើនៅអំពើល្អទៅជាផុតអំពីការកើតការឈឺនិងការស្លាប់បានដូច្នេះសូមបងប្អូនទាំងអស់គ្នាចង់ផុតអំពីកិច្ចចរិយាភ្ញាធានមរណៈយើងត្រូវតែធ្វើនៅអំពើល្អក៏ជាផុតអំពីការកើតការឈឺនិងការស្លាប់ដូច្នេះសូមបងប្អូនទាំងអស់គ្នាថែទាំសុខភាពដោយអាត្មាយ៉ាងយកបល័យសូនជាមួយទឹកឃ្មុំដូច្នេះសូមអនុមោទនា